បើក្បាលវីដេអូមកលឺសំឡេងស្រួយស្ញោកតែម្ដងចាជំរាបសួរអំពូមីងយាយតាទាំងអស់នេះមានមុខម្ហូបពិសេសគឺស្នាដៃអ្នកម្ដាយផ្ទុកអាចថាជាមនុយដែលភាគច្រើនចូលចិត្តញ៉ាំជាប់ចុកចឹងគឺអំបុកលីងសាច់ជ្រូកចិញ្ច្រាំបងមួយចំនួនប្រហែលជាធ្លាប់ញ៉ាំហើយអំបុកញ៉ាំជាមួយទឹកដូងឬក៏អំបុកញ៉ាំជាមួយជីថ្ងៃនេះចេញវីដេអូគឺអំបុកឆាជាមួយសាច់ជ្រូកចិញ្ច្រាំចាដំបូងយើងយកអំបុកយើងហ្នឹងយកមកលីងដើម្បីឲ្យឡើងស្រួយបងឃើញក្នុងវីដេអូហ្នឹងចឹងអ្នកម្ដាយខ្ញុំលីងឡើងលីងចុះឲ្យស្រួយដើម្បីយើងញ៉ាំទៅឆ្ងាញ់ខ្ញុំអត់ដឹងថាមុខម្ហូបនេះឆ្ងាញ់ទេភាគច្រើនម៉ាក់ខ្ញុំក៏ចូលចិត្តតែធ្វើញ៉ាំលេងចឹងហើយថ្ងៃនេះម៉ាក់ខ្ញុំក៏គាត់ធ្វើទៀតខ្ញុំក៏ឆ្លៀតធ្វើវីដេអូជូនបងចានេះអំបុកដែលយើងលីងហើយបងអូនណាឡើងក្រហមកលាប់ឡើងស្រួយហើយបន្ទាប់មកយើងយកមកអ៊ំដើម្បីយកក្បាលអង្កាមចេញណាបងព្រោះពេលណាយើងញ៉ាំចំក្បាលអង្កាមវាអត់ស្រួយជួយតែយើងញ៉ាំទៅវាអត់ស្និទ្ធមាត់ខ្ញុំអត់ដឹងថាបែបម៉េចដែរនេះចាស់គាត់ប្រាប់ចឹងណាហ្នឹងគេធ្វើអញ្ចឹងតែអត់មានអ៊ំលីងហើយហូបទេក្បាលចាបន្ទាប់មកយើងក៏លីងខ្ទឹមបងឆាខ្ទឹមដូចតែយើងឆាម្ហូបចឹងដាក់ប៊ីចេងស្ករទឹកត្រីនៅក្នុងហ្នឹងប្រេងខ្យងនេះជាទឹកស៊ុសដែលយើងដាក់ហើយតាមចំណង់ចំណូលចិត្តចង់ប្រែភាគច្រើនយើងកុំធ្វើប្រែព្រោះវាជាម្ហូបដែលយើងអង្គុយញ៉ាំលេងបន្ទាប់មកយើងដាក់សាច់ជ្រូកចូលសាច់ជ្រូកហ្នឹងយើងឆាបងអូនឆាតតែដាច់ទៅពេលណាយើងឆាដាច់ទឹកយើងដាក់អំបុកទៅវាទន់អញ្ចឹងយើងឆាឲ្យដាច់ទឹកឲ្យសាច់ហ្នឹងឲ្យស្ងួតហើយភ្លក់រសជាតិបន្ទាប់មកយើងដាក់អំបុកដែលយើងលីងហើយនឹងអ៊ំហើយមិញហ្នឹងចាក់ចូលមកហើយច្បល់ឆាណាហើយការឆាក៏ចឹងដែរបងអូនឃើញការឆាដំបូងសាច់នៅដុំអត់ទាន់ចូលគ្នាយើងឆាតសាច់នឹងជាមួយអំបុកហ្នឹងចូលទៅជាល្បាយតែមួយសឹងថាអត់ឃើញសាច់ជ្រូកឆាចុះឆាឡើងឆាចុះឆាឡើងតអំបុកហ្នឹងស្ងួតហើយឡើងស្រួយហើយសាច់អំបុកហ្នឹងចូលគ្នាតែមួយហើយបងអូនណាយកទុកទៅដាក់កន្លោបងអូនចង់អង្គុយលេងមើលមើលទូរស័ព្ទអង្គុយនិយាយដើមគេញ៉ាំក៏ឆ្ងាញ់បងប្អូនអាចធ្វើសាកបែបហ្នឹងឆ្ងាញ់សាហាវប្រៃផ្សាយញ៉ាំជក់ចិត្តដិតអារម្មណ៍នេះគឺជារូបមន្តរបស់អ្នកម្ដាយខ្ញុំបន្តបុកយើងឆាឆ្អិនហើយតោះយើងទៅស្ដាប់សំឡេងស្រួយកម្រិតណា